សូមជូនរឿងទន្សាយនិងអំដើតទន្សាយជាសត្វដែលរត់លឿននិងមានអំនួតវាចូលចិត្តស៊ីបន្លែជាពិសេសការ៉ុតរីឯសត្វអណ្ដើតវិញវាជាសត្វដែលយឺតស្លូតបូតនិងចិត្តត្រជាក់គួរជាទីរាប់អានថ្ងៃមួយសត្វទន្សាយបាននឹងកំពុងដាវសំដៅទៅកាន់ចំការក្នុងព្រៃដើម្បីរកការ៉ុតឆៃស្រាប់តែពេលនោះវាបានជួបនឹងសត្វអណ្ដើកមួយក្បាលកំពុងតែវាកើមវាអស់សំណើចណាស់ក៏សើចឌឺឲ្យសត្វអណ្ដើកដែលដើរយឺតណាស់ពេលនោះអណ្ដើកទ្រាំពុំបានក៏បបួលសត្វទន្សាយរត់ប្រណាំងគ្នាទន្សាយស្ទើរតែពុំជឿត្រចៀករបស់ខ្លួនហើយបាននិយាយថាបានអញ្ចឹងថ្ងៃស្អែកយើងនឹងរកដំរីមកធ្វើជាសាក្សីក្នុងការរត់ប្រណាំងនេះស្អែកឡើងទន្សាយអណ្ដើកនិងដំរីបានជួបជុំគ្នាក្រោមដើមឈើធំមួយដើម្បីពិភាក្សាគ្នាអំពីការរត់ប្រណាំងនោះការប្រណាំក៏បានចាប់ផ្ដើមនៅក្នុងព្រៃតាមផ្លូវលំក្បាលអូមួយដែលមានដំរីធ្វើជាសាក្សីដំបងសត្វទន្សាយធ្វើជារត់លេងយឺតព្រោះវាដឹងច្បាស់ថាអណ្ដើកដែលវាកើមនោះគ្មានផ្លូវរត់ឈ្នះខ្លួនឡើយទន្សាយចាប់ផ្ដើមធន់នឹងការរត់ចាំអណ្ដើកណាមួយរៀងឃ្លានផងក៏បានបន្ថែមល្បឿនរត់ទៅរកបន្លែស៊ីសិនទន្សាយបានសម្រាកក្រោមដើមឈើធំមួយតាមផ្លូវរត់ប្រណាំងហើយកំពុងស៊ីការរត់យ៉ាងរំភើយអណ្ដើកបានវាកាត់មុខវាកើមតែទន្សាយមិនខ្វល់ទេថែមទាំងប្រាប់អណ្ដើកឲ្យខំរត់ឲ្យលឿនទៅទន្សាយក៏បានដាក់ខ្លួនដេកមួយស្របក់ភ្ញើកឡើងរៀងជ្រុលក៏ខំរត់តាមអណ្ដើកប៉ុន្តែយឺតពេលហើយអណ្ដើកបានវាដល់ទីមុនបាត់ទៅហើយគំនិតអប់រំក្នុងរឿងនេះគឺសូមកុំមានអំនួតលើខ្លួនឯងពេក